សូមកុំគិតពីអ្វីទាំងអស់គ្រាន់តែស្ដាប់ទៅប្រសិនបើសារមួយនេះអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់មានអារម្មណ៍ត្រជាក់អ្នកក៏ស្ដាប់ទៅតែប្រសិនបើយល់ថាវាជាអ្វីដែលមិនសំខាន់ក៏សូមអស់រំលងវាចោលទៅតែបើអ្នកបន្តស្ដាប់ខ្ញុំចង់ប្រាប់អ្នកថាមិនថាអ្នកស្ថិតនៅក្នុងកលៈទេសៈណាសូមឲ្យកុំបន្ទោសខ្លួនឯងមិនថាអ្នកធ្លាប់បានធ្វើអ្វីដែលកន្លងផុតគឺมันអាចផ្លាស់ប្ដូរបានទេអ្នកមិនអាចត្រឡប់ទៅអតីតកាលហើយផ្លាស់ប្ដូរអ្វីដែលអ្នកបានធ្វើបានសម្រេចចិត្តបានឆ្លងកាត់មកនោះទេសូមកុំបន្ទោសខ្លួនឯងចំពោះអ្វីដែលអ្នកបានសម្រេចចិត្តបានធ្វើរួចហើយនៅពេលដែលអ្នកអង្គុយនៅកន្លែងបច្ចុប្បន្នមួយនេះសូមឲ្យអ្នកគិតពីអ្វីដែលល្អគិតថាតើអ្នកនឹងធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងជ្រើសរើសនៅអ្វីដែលធ្វើឲ្យខ្លួនឯងមានសុភមង្គលហើយដែលសំខាន់ខ្ញុំចង់ប្រាប់អ្នកថាមិនថាអ្នកស្ថិតនៅក្នុងកម្រិតមួយណាសូមកុំប្រមាថខ្លួនឯងសូមកុំមើលងាយខ្លួនឯងមិនថាអ្នកដទៃនៅជុំវិញខ្លួនរបស់អ្នកមិនផ្ដោតតម្លៃឲ្យអ្នកមិនស្រឡាញ់អ្នកតែត្រូវចងចាំថាអ្នកមានតម្លៃសម្រាប់ខ្លួនឯងអ្នកត្រូវស្រឡាញ់ខ្លួនឯងហើយកុំនិយាយពាក្យ